នេះតបាយchứបងប្អូនតបាយតៃវ៉ាន់មកខោ$4ចឹងពីរនឹងមិនដឹងថាប្រហែលតម្លៃប្រហែលនេះតៃវ៉ាន់ហើយទៀបប្រាំងទៀបប្រាំងនៅនេះសម្រាប់ខ្ញុំគឺថាអត់សូវឆ្ងាញ់ទេទៀបប្រាំងខ្មែរមិនឆ្ងាញ់ទៀបប្រាំងហ្នឹងមកខោ$6ផ្លែទឹកទឹម1 4រៀលផ្លែទឹកទឹម$1 4ហើយបើយើងយកទី7រៀលហើយដល់ពេលទៀបខ្មែរយើងណាបងប្អូននេះខ្ញុំដឹងថាទៀបស្វិតឬក៏ទៀបបាយណាបងប្អូនថ្លៃរបស់ខ្មែរយើងគឺថ្លៃខោ$10ហើយបងប្អូនខោ$10នេះក៏ជាប្រភេទទៀបប្រាំងដែរតែដូចជារបៀបថាមកផលិតផលទៀបមកពីកោះណាតែអ្នកដែលបានញ៉ាំទេអានេះតម្លៃវាមកខោ$5រៀល59សេនថ្លៃជាងគេគឺថាទៀបខ្មែរយើងហ្នឹងហើយខោ$10នេះខ្ញុំមកផ្សារទិញម្ហូបជាធម្មតាខ្ញុំមកផ្សារជារៀងរាល់មួយអាទិត្យម្ដង